ណាកុំឲ្យថៃនឹងមើលមកសើចយើងថាយើងឆ្លោះគ្នាដោយសាររឿងហ្នឹងមិនទាន់បានអីផងសាមគ្គីភាពឯកភាពចិត្តដែលយើងកំពុងតែជជែកនេះចាប់ផ្ដើមប្រឆាទៅហើយពួកបងប្អូនកូនក្មួយរួមឈាមរួមមាតុភូមិជាទីគោរពស្រឡាញ់មែនទែនទៅខ្ញុំចង់ធ្វើវីដេអូនេះតាំងពីថ្ងៃ28នៅពេលដែលខ្ញុំបានធ្វើវីដេអូឃ្លីបដំបូងនៅពេលដែលការចរចាឈប់អញគ្នានឹងមិនទាន់ចូលជាធរមានផងក៏ប៉ុន្តែដោយសារវាច្រើនពេកខ្ញុំខ្លាចក្រៃរំខានដល់បងប្អូនកូនក្មួយទាំងអស់ទើបលើកយកមកធ្វើថ្ងៃនេះវិញហើយថ្ងៃនេះជាថ្ងៃសិលខ្ញុំធ្វើដោយចិត្តបរិសុទ្ធជ្រះថ្លាហើយសូមរំលឹកដល់វិញ្ញាណក្ខន្ធវរៈកងទ័ពដែលបានប៉ូលីមានរបួសឬមួយដែលបានចូលរួមប្រយុទ្ធនៅក្នុងសមរភូមិដ៏កាចសាហាវដែលបង្កើតឡើងដោយថៃឈ្លានពានមកលើប្រទេសកម្ពុជារបស់យើងបើយប់ជាប់គ្នានេះដោយដែលខ្ញុំបានជម្រាបជូនបងប្អូនកូនក្មួយរួចហើយខ្ញុំបានធ្វើសមាធិជាមួយនឹងគ្រួសារខ្ញុំបីយប់ជាប់គ្នាដើម្បីរំលឹកដល់ប្រការគុណក្រៃលែងរបស់វីរៈជនកងទ័ពរបស់វីរៈកងទ័ពរបស់យើងបានជាខ្ញុំធ្វើវីដេអូឃ្លីបថ្ងៃនេះព្រោះខ្ញុំបានសង្កេតឃើញប្រហែលថ្ងៃកន្លងមកហ្នឹងហើយមុននឹងទៅទៀតមានការបារម្ភដ៏ត្រឹមត្រូវដែលថាតើសាមគ្គីភាពឯកភាពជាតិដ៏ខ្លាំងក្លាដែលកើតឡើងយើងមិនចង់ទេក៏ប៉ុន្តែធ្វើម៉េចបើសង្គ្រាមនឹងបញ្ចេញមកអញ្ចឹងដែលកើតឡើងដោយការឈ្លានពានយាយីរបស់កងទ័ពថៃមកលើបូរណភាពទឹកដីរបស់យើងការបារម្ភក្រែងថានៅពេលដែលរឿងទាំងអស់នេះចប់ទៅសន្តិភាពត្រឡប់មកវិញទៅតើសាមគ្គីភាពទាំងនោះតើឯកភាពជាតិទាំងនេះនៅរឹងមាំបានប៉ុណ្ណាឬមួយក៏វាសាបរលាបត្រឡប់ចូលទៅដើមវិញទៅតាមសភាពការបន្តិចម្ដងរបស់វាទៅហើយធ្វើឲ្យសត្រូវអាចនឹងមានបំណងមកយាយីយើងម្ដងទៀតដូច្នេះខ្ញុំបានធ្វើការពិចារណាស៊ីជម្រៅតាំងពីមុនយូរមកហើយមិនមែនតែឥឡូវទេក៏ប៉ុន្តែឥឡូវជាកលៈទេសៈដែលត្រូវយកមកនិយាយនៅពេលដែលអ្វីចប់ទៅយើងនឹងត្រឡប់ទៅក្នុងជីវភាពធម្មតាវិញខ្ញុំតែងតែសួរខ្លួនឯងថាហេតុអីយើងចាំបាច់មានសង្គ្រាមហេតុអីយើងចាំបាច់មានសត្រូវយាយីទើបយើងឯកភាពជាតិគ្នាយើងសាមគ្គីគ្នាតាមពិតទៅយើងក៏មានសាមគ្គីភាពគ្នាឯកភាពជាតិគ្នាអូហែមករហូតមកហើយគ្រាន់តែថាវាមិនណែនខ្លាំងដោយដែលសប្តាហ៍នេះខ្ញុំចេះតែគិតទៀតថាសង្គ្រាមធ្វើឲ្យយើងមានឯកភាពជាតិសាមគ្គីជាតិវាលំបាកណាស់ទៅហើយក៏ប៉ុន្តែប្រហែលជាមិនលំបាកដល់នៅពេលដែលយើងត្រូវថែរក្សាធម៌ពលនៃសាមគ្គីភាពនេះឯកភាពជាតិនេះឲ្យបាននៅរឹងប៉ឹងហើយកាន់តែរឹងតទៅទៀតមានតែវិធីនេះទេដែលអាចធ្វើឲ្យសត្រូវញញើតមុននឹងសម្រេចចិត្តឈ្លានពានយើងម្ដងទៀតទោះមកពីខាងណាក៏ដោយមានរឿងមួយចំនួនដែលយើងត្រូវធ្វើទាំងរាជរដ្ឋាភិបាលទាំងមិនមែនរាជរដ្ឋាភិបាលទាំងវិស័យឯកជនទាំងប្រជាពលរដ្ឋជាទូទៅមិនធ្វើមិនបានទេការឈ្លានពានរបស់កងទ័ពថៃនេះជាការប្រមានធំសម្បើមណាស់បាទថារឿងនេះមិនចប់ទេព្រោះបញ្ហាផ្ទៃក្នុងរបស់ថៃនឹងមានជាតទៅរហូតហើយប្រទេសយើងគឺជាប្រទេសចំណាប់ខ្មាំងដែលគេយកមកប្រើសម្រាប់ដោះស្រាយបញ្ហាផ្ទៃក្នុងរបស់គេដូច្នេះមានតែយើងខ្លាំងយើងរឹងប៉ងយើងមាំយើងសាមគ្គីគ្នាទេដែលធ្វើឲ្យគេញញើតបានដូចនៅក្នុងសង្គ្រាម5ថ្ងៃកន្លងមកនេះចឹង
អ្វីដែលខ្ញុំគិតពិចារណាហើយលើកជាសំណើជាគោលការណ៍ទេព្រោះលម្អិតច្រើនណាស់នៅក្នុងផែនការហ្នឹងគឺខ្ញុំនឹកទៅដល់ប្រសាសន៍របស់សម្ដេចបវរធិបតីលោកតែងតែនិយាយថាបើមើលទៅផែនការស្រក់ទឹកមាត់បើមើលទៅការអនុវត្តស្រក់ទឹកភ្នែកបានសេចក្តីថាការគិតគូរវាសលើกระดาษវាស្រួលទេល្អផូរផង់ប៉ុន្តែនៅពេលដែលយកទៅអនុវត្តជាក់ស្ដែងវាលំបាកក្រៃណាមហាលំបាកដូច្នេះហើយបានជាខ្ញុំគិតថាយើងជាប្រជាពលរដ្ឋកុំខ្លាចថាខុសឬត្រូវកុំខ្លាចថាគេយកមិនយកមតិរបស់យើងកុំខ្លាចថាយើងធ្វើទៅនេះវាប៉ះពាល់អ្នកនេះប៉ះពាល់អានោះកុំអីទឹកដីនេះជាទឹកដីរបស់ប្រទេសយើងប្រជាពលរដ្ឋរបស់យើងវរៈកងទ័ពរបស់យើងបានពលីជីវិតដើម្បីរក្សាទឹកដីនេះឡើងកុំខ្លាចអ្នកដឹកនាំយើងគេយកក៏យកទៅគេមិនយកក៏ហេតុទៅប៉ុន្តែយើងបានបំពេញកាតព្វកិច្ចការទទួលខុសត្រូវក្នុងឋានៈជាពលរដ្ឋដើម្បីឲ្យរួមសាមគ្គីគ្នានៅរឹងប៉ឹងដោយសពថ្ងៃក្រោយសង្គ្រាមនេះដើម្បីឲ្យឯកភាពជាតិនៅរឹងប៉ឹងរដ្ឋាភិបាលធ្វើម្នាក់ឯងមិនបានទេច្បាស់លាស់ត្រូវមានរាជរដ្ឋាភិបាលធ្វើការជាមួយនឹងសង្គមស៊ីវិលនិងវិស័យឯកជនដូចខ្លួនតែមួយដែលមានខួរក្បាលដែលមានដៃជើងដែលមានសាច់ដុំមានសន្លាក់ទៅព្រមគ្នាតែមួយនៅក្នុងភាពល្អកល្អឿនទំនាក់ទំនងជាមួយគ្នាទើបដងខ្លួននេះខួរក្បាលនេះឆ្អឹងខ្នងនេះដើរទៅទន្ទឹមគ្នាប្រកបដោយធម៌ពលនៃការសាមគ្គីនៃឯកភាពជាតិនេះជាគោលការណ៍ដែលមិនអាចខ្វះបានគឺត្រូវធ្វើរួមគ្នាទាំង3រដ្ឋាភិបាលមិនមែនរដ្ឋអង្គការសង្គមស៊ីវិលហើយនិងវិស័យឯកជនមានមុំ5ធំដែលត្រូវធ្វើខ្ញុំនិយាយនេះគ្រាន់តែជាគោលការណ៍ទេមិនចូលលម្អិតទេខ្ញុំជម្រាបជូនហើយជម្រាបជូនម្ដងទៀតទី1ត្រូវធ្វើយ៉ាងណាឲ្យពលឹងខ្មែររបស់យើងនោះបាទដែលតំណាងឲ្យប្រាសាទដ៏រស់រវើកអង្គរវត្តបាយ័នតាព្រំហើយថ្មីនេះវត្តប្រាសាទតាកបីប្រាសាទតាមាន់ធំតាមាន់តូចបាទមានប្រាសាទច្រើនទៀតដែលថៃស្រក់ទឹកមាត់ចង់បាននេះជាផ្នែកមួយនៃពលឹងជាតិរបស់យើងតែត្រូវតែថែរក្សាឲ្យបានដើម្បីបដោះហ្នឹងត្រូវធ្វើឲ្យក្មេងៗទាំងអស់បាទបានស្គាល់ថាអ្វីទៅក៏វត្តអ្វីទៅប្រាសាទទាំងអស់នោះហេតុអីក៏តាមាន់ធំស៊ីសាច់ហត់ឈាមគ្នាដល់ម្លឹងតើមានប្រមាណអ្នកនៅក្នុងចំណោមរបស់យើង7 ទៅ 10 លានអ្នកនេះដែលបានស្គាល់ប្រាសាទទាំងអស់នោះមិនច្រើនប្រមាណទេដូច្នេះត្រូវបណ្ដុះត្រូវកូនសិស្សយើងទាំងអស់ចាប់ពីវ័យដែលអាចយល់ដឹងបានអាចស្ដាប់វងសាវតាបានត្រូវមានមគ្គុទ្ទេសក៍នាំទៅមើលរឿងទាំងអស់នេះមានរឿងចំលំអិតច្រើនណាស់នៅក្នុងកញ្ចប់ធំមួយនេះបាទដែលក្រសួងវប្បធម៌និងក្រសួងអប់រំត្រូវរួមគ្នាធ្វើជាមួយនឹងវិស័យឯកជនហើយនិងសង្គមស៊ីវិលខ្ញុំមិនចូលលម្អិតទេវិស័យទី2កញ្ចប់ទី2ធំណាស់ដែលជាមូលដ្ឋាននៃទំនាស់នៅក្នុងសង្គមគឺវិស័យសុខដុមរមនាសុខមាលភាពនិងរបៀបរៀបរយសាធារណៈដែលយើងគ្រាន់តែបើកភ្នែកឡើងវិស័យនេះធ្វើឲ្យយើងទាស់ទែងគ្នាធ្វើឲ្យយើងក្តៅចិត្តរាល់ព្រឹករាល់ថ្ងៃឧទាហរណ៍សម្រាមពេញទៅនឹងគ្មានយកចិត្តទុកដាក់ទេបាទចង់ចោលក៏ចោលទៅចង់បោះក៏បោះទៅដាក់ថង់វិញនឹងណាត់អណែងសិនត្រីមកនឹងទៀតជួនកាលក៏ប្រមូលល្អទៅជួនកាលក៏ប្រមូលហើយប្រឡាក់ថែមទៀតទៅមិនដឹងស្អីជាស្អីក
កន្លែងខ្លះទៅដើរកាត់ទៅក៏ធំក្លិនក៏អូបការស្គូស្គីអញ្ចឹងទៅកន្លែងខ្លះទៀតដើរកាត់មិនចង់បានទេធំក្លិនឲ្យស្អុយបាទទាំងអស់នេះមិនធ្វើឲ្យពលឹងជាតិរបស់យើងដើរវិញធ្លុងតែមួយបានទេបើសិនជាយើងមើលចរាចរណ៍មិនដឹងជាស្អីរត់ទៅយ៉ាប់ទៅព្រោះចំនួនមនុស្សកាន់តែច្រើនចំនួនយានយន្តកាន់តែច្រើនវាធម្មតាទេហើយបើសិនជាយើងនៅតែអត់ធ្ងត់នៅតែម៉ាយករសងធ្វើឲ្យតបានអត់មានការគ្រប់គ្រងច្បាស់លាស់តិចទៀតទៅនឹងកាន់តែច្រើនជាងនេះទៅទៀតហើយនឹងកាន់តែមានបញ្ហាច្រើនជាងនេះទៅទៀតហើយនឹងកាន់តែស្លាប់ច្រើនជាងនេះទៀតយើងមើលសង្គ្រាម5ថ្ងៃ4ថ្ងៃជាងបាទធ្វើឲ្យកងវរៈកងទ័ពយើងពលីជីវិតជាង20នាក់របួសពិការតែគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យយើងស្លាប់រាល់ថ្ងៃធ្វើឲ្យរំភើបខ្លាំងមែនទែនបាទហើយត្រូវតែគ្រប់គ្រងនៅតាមដងផ្លូវរឿងមួយទៀតអកប្បកិរិយាប្រជាពលរដ្ឋទាំងក្មេងទាំងចាស់ទាំងស្រីទាំងប្រុសទាំងយុវជនយុវនារីជាដើមកាន់តែតិចទៅស្មារតីសហគមន៍ស្រឡាញ់គ្នាគោរពគ្នាទៅវិញទៅមកលើកដៃសំពះគ្នាជម្រាបសួរគ្នាទៅវិញទៅមកកាន់តែតិចទៅទាំងអស់នេះយើងត្រូវតែច្បាមយកមកគ្រប់គ្រងឡើងវិញទាំងអស់នេះហើយដែលជាការចូលរួមប្រកបដោយស្មារតីសហគមន៍ដើម្បីប្រឆាំងនឹងការចែកចាយការប្រើប្រាស់ការផលិតគ្រឿងញៀនដែលធ្វើឲ្យសុខភាពរបស់យុវជនយើងដុនដាបទរុនទរាបាទរស់មិនរស់ស្លាប់មិនស្លាប់ណាកាន់តែមានច្រើនហើយនៅតាមដងផ្លូវហើយរឿងទាំងអស់នេះត្រូវរួមគ្នាដើម្បីនឹងកំទេចឲ្យបាននៅសម្បុកអក្រិតកម្មអនឡាញដែលពិភពលោកគេឌៀមដាមគេថាគេទីទានយើងរាល់ថ្ងៃហើយដែលយើងចាប់ផ្ដើមបំបត្តិវានៅក្នុងយុទ្ធនាការមួយដ៏ខ្លាំងក្លាប្រហែលអាទិត្យកន្លងមកនេះវាមិនមែនតតែចាំសម្ដេចបវរធិបតីស្រែកបានធ្វើទេមួយខេត្តមានរាប់ពាន់នាក់ដែលធ្វើការនៅក្នុងវិស័យនេះយើងសួរថាតើអាជ្ញាធរនឹងទៅណាបានជាពួកនឹងធ្វើការបានវាមិនដែលអត់មានការថ្មិចភ្នែកឲ្យពួកនឹងទៅធ្វើការបានទេយើងត្រូវតែពិចារណាខ្ញុំមិនបានតិទៀនទេខ្ញុំមើលតែឃើញស្ពាបការពិតកញ្ចក់ធំទី3ដែលសំខាន់ខ្លាំងមែនទែនព្រោះធ្វើឲ្យសេវាសាធារណៈអាចនឹងបម្រើប្រជាពលរដ្ឋបានទីណាក៏ដោយរដ្ឋគឺត្រូវតែបម្រើប្រជាពលរដ្ឋព្រោះប្រជាពលរដ្ឋបានបង់លុយដោយចំពោះក្តីដោយមិនចំពោះក្តីបើផ្នែកឡើងកន្លែងណាក៏បង់ពន្ធដែរបាទដូច្នេះរដ្ឋមានគណនេយ្យភាពមានកាតព្វកិច្ចមានការទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋកិច្ចមិនបានទេដើម្បីឲ្យម៉ាស៊ីនរដ្ឋធ្វើអញ្ចឹងបានវាតលតម៉ាស៊ីននឹងខ្លាំងមានប្រសិទ្ធភាពរអិលរមូនហើយកុំឲ្យធំពេកហេតុអីក៏ក្រោយអ៊ុនតាក់មកយើងចេះតែធ្វើមិនបានសោះវិស័យកំណែតម្រង់សាធារណៈរស់ប្រព័ន្ធនៅក្នុងសង្គមរបស់យើងប្រព័ន្ធគ្រប់គ្រងរបស់យើងមិនធម្មតាទេខ្សែស្រឡាយជាពាក់វិនកាត់អ្នកនេះឈឺកាត់អ្នកនោះក៏ឈឺណាបាទយើងអេះខ្នងឲ្យគេអេះខ្នងឲ្យយើងលែងបានទៀតហើយរឿងអស់នេះបាទត្រូវតែធ្វើឲ្យរឹងមាំមែនតើម៉ាស៊ីនរដ្ឋមិនអាចធំក្បាលតពីងតពើងសមិញសមាមយ៉ាងបានទេត្រូវតែមានសេចក្តីក្លាហាននិងកាត់ហើយដែលអាយដាមឧបហ៊ុនម៉ាណីកំពុងតែធ្វើសប្តាហ៍ថ្ងៃនេះខ្ញុំជូនពរអាយដាមឲ្យមានជោគជ័យហើយត្រូវចូលរួមជួយទាំងអស់គ្នាដើម្បីបានព្រោះបើមិនអញ្ចឹងទេយើងអត់មានថវិកាគ្រប់គ្រាន់ដើម្បីទៅចិញ្ចឹមអ្នកដែលមានសមត្ថភាពបម្រើប្រជាពលរដ្ឋពិតប្រាកដទេយើងប៉ោងតែខ្លួនតែដើរទីស្អៀដោយមនុស្សកើតទំនោមផ្អែមដល់ពេលហើយតែត្រូវកាត់សាច់
ចាត់កន្លែងណាក៏ឈឺដែរតែត្រូវតែកាត់តែមិនអញ្ចឹងទេខ្លួនទាំងមូលនឹងទៅហើយកញ្ចប់ធំទី4នេះជារឿងធំព្រោះរឿងជាមួយថៃអត់ចប់ទេជើងចឹងទៅដូច្នេះធ្វើឲ្យទំនើបធ្វើឲ្យសម្បូរបែបធ្វើឲ្យគ្រប់គ្រាន់ដើម្បីការពារជាតិគឺត្រូវកំណែទម្រង់វិស័យកងទ័ពប្រដាប់អាវុធទាំងអស់បាទខ្ញុំមិនចូលលម្អិតទេនៅក្នុងរឿងហ្នឹងប៉ុន្តែមានរឿងច្រើនណាស់ដែលត្រូវធ្វើតាំងពីដេញកាតព្វកិច្ចយោធាបើមិនស្រួលនឹងនាំឲ្យមានអយុត្តិធម៌សង្គមទៀតតាំងពីកម្លាំងកងទ័ពតាំងពីសភាវុធអីជាដើមយើងអរគុណលោក Donald Trump ដែលបានផ្សះផ្សាឲ្យមានការឈប់បាញ់គ្នាឲ្យមានសន្តិភាពចាប់ផ្ដើមមានសន្តិភាពប៉ុន្តែនៅក្នុងន័យហ្នឹងខ្ញុំនិយាយអត់កាន់ជើងអ្នកណាទេបើគ្មានមហាមិត្តចិនជួយអាវុធឲ្យយើងទប់ជាមួយនឹងថៃទេណាយើងទប់អត់បានប៉ុណ្ណឹងទេត្រូវចាំដូច្នេះត្រូវតែសាររើមើលនៅក្របខ័ណ្ឌកងទ័ពរបស់យើងកងតម្រួតរបស់យើងត្រូវបំពាក់បែបម៉េចហ្វឹកហាត់បែបម៉េចត្រូវសាររើទាំងអស់បាទរឿងទាំងអស់នឹងមិនស្រួលទេកញ្ចប់ចុងក្រោយកញ្ចប់ទី5គឺកញ្ចប់សង្គមហើយនឹងការអភិវឌ្ឍបូករួមជាមួយនឹងសេដ្ឋកិច្ចខ្ញុំក៏អត់ចូលលម្អិតដែរព្រោះធំណាស់កញ្ចប់ហ្នឹងគ្រាន់តែរឿងបំណុលដែលប្រជាពលរដ្ឋរបស់យើងជំពាក់សិតតែប្រជាពលរដ្ឋក្រីក្រសឹងតែ 4-5,000 លានដុល្លារទៅហើយមួយឆ្នាំខ្ញុំរំភើបខ្លាំងមែនទែនដែលក្រោមការសម្របសម្រួលរបស់ធនាគារជាតិនិងតាមឆន្ទៈរបស់ប្រមុខរាជរដ្ឋាភិបាលធនាគារទាំងអស់មីក្រូហិរញ្ញវត្ថុចូលរួមដើម្បីនឹងលុបបំណុលវិរៈកងទ័ពដែលបានពលីបានរបួសឬមួយបានចូលរួមនៅក្នុងសមរភូមិដ៏កាចសាហាវប្រហែលថ្ងៃកន្លងមកនេះប៉ុន្តែនេះគ្រាន់តែជាការចាប់ផ្ដើមទេនៅមានតទៅទៀតវិស័យនីមួយៗត្រូវបានទទួលការគ្រប់គ្រងការគាំពៀហើយនឹងការគ្រប់គ្រងដែលត្រូវមានលក្ខណៈខុសពីមុនស៊ីជម្រៅជាងមុនខ្លាំងក្លាជាងមុនហើយវិស័យទាំង5ធំនេះត្រូវធ្វើឡើងនៅឈរដូចដែលយុទ្ធសាស្ត្រចក្រកោណឬបញ្ចកោណរបស់រាជរដ្ឋាភិបាលដាក់មកគឺស្នូលត្រូវនៅឈរនៅលើអភិបាលកិច្ចល្អទាំងអស់តែយើងត្រូវសួរខ្លួនយើងថាហេតុអីបានជាប្រមាណទសវត្សរ៍មកនេះយើងធ្វើអត់ដែលបានជោគជ័យឲ្យសមនឹងអ្វីដែលយើងចង់បានសោះព្រោះតែមើលផែនការស្រក់ទឹកមាត់មើលការអនុវត្តស្រក់ទឹកភ្នែកនេះហើយដែលសម្ដេចបវរធិបតីមានប្រសាសន៍មកខ្ញុំបង្រួមមកអញ្ចឹងតែកាលណាធ្វើអញ្ចឹងគឺអត់មានអភិបាលកិច្ចទេក្របខ័ណ្ឌដែលត្រូវធ្វើរឿងនេះត្រូវតែមានស្ថាប័នមួយដែលចូលរួមដោយរដ្ឋមិនមែនរដ្ឋបានសេចក្តីថាសង្គមស៊ីវិលហើយនឹងវិស័យឯកជនធ្វើការស្រាក់គ្នាដើម្បីគិតពិចារណាជាមួយគ្នាឈរលើកត្តាជាក់ស្ដែងកត្តាពិតប្រាកដដែលកើតឡើងនៅក្នុងសង្គមរបស់យើងហើយលើកជាគោលនយោបាយស្នើទៅរាជរដ្ឋាភិបាលរឿងទាំងអស់នេះមិនអាចធ្វើបានជាដាច់ខាតត្រូវតែមានកត្តាមួយស្នូលចាំបាច់គឺឆន្ទៈនយោបាយឥតងាករេរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតបើគ្មានទេមិនធ្វើទេខ្ញុំខាតពេលខាតកម្លាំងខាតស្អីទាំងអស់បាទធ្វើដូចតែធម្មតាអញ្ចឹងទៅថ្ងៃនេះថ្ងៃសិលខ្ញុំនិយាយដោយសន្តិចិត្តគ្មានបំណងតិទៀនបន្តិចប្រអប់អីទេចុងក្រោយខ្ញុំឃើញអារម្មណ៍ក្នុងចិត្តហើយក្តុកក្តួលតែមានការឆ្លោះប្រកែកគ្នានៅក្នុងរឿងការប្រើប្រាស់ទំនិញថៃខ្ញុំសូមអង្វរទៅចោះណាបងប្អូនក្មួយការដែលយើងមិនប្រើទំនិញថៃជាការល្អណាស់
បាទប៉ុន្តែដើម្បីជំនួសទំនិញបរទេសនាំចូលមកស្រុកយើងឧស្សាហកម្មយើងត្រូវការពេលវេលាដើម្បីនឹងធ្វើជំនួសទុកពេលឲ្យពួកគាត់ធ្វើផងណាបាទអ្នកណាដែលអាចមិនប្រើរបស់របររបស់ថៃបានក៏ល្អដែរជប់ប្រើទៅណាប៉ុន្តែអ្នកណានៅប្រើតទៅទៀតសូមគោរពសិទ្ធិរបស់គេទៅណាកុំឲ្យថៃនឹងមើលមកសើចយើងថាយើងឆ្លោះគ្នាដោយសាររឿងហ្នឹងមិនទាន់បានអីផងសាមគ្គីភាពឯកភាពចិត្តដែលយើងកំពុងតែចែកនេះចាប់ផ្ដើមប្រឆាទៅហើយឲ្យខ្ញុំសូមចុះណាថ្ងៃនេះថ្ងៃសិលគោរពគ្នាទៅវិញទៅមកបាទអ្នកដែលទៅប្រើប្រាស់របស់ថៃអ្នកដែលទៅ PTT អ្នកដែលទៅ 7-Eleven ហ្នឹងមិនប្រកាសថាអ្នកទាំងអស់ហ្នឹងមិនស្រឡាញ់ជាតិមិនប្រអប់ថាអ្នកទាំងអស់ហ្នឹងមិនស្អប់ថៃនោះទេអ្នកទាំងអស់ហ្នឹងក៏ស្អប់ថៃស្អប់យោធាថៃស្អប់របស់ថៃដូចយើងនឹងដែរក៏ប៉ុន្តែជួនកាលផ្ទះនៅចិត្តជួនកាលធ្លាប់ជួនកាលនេះមានហេតុផលច្រើនណាស់ដូច្នេះអត់អោនឲ្យគ្នាទៅណាបាទសន្តោសគ្នាទៅគោរពសិទ្ធិគ្នាទៅណាបាទអូខេខ្ញុំមានតែប៉ុណ្្នឹងទេហើយសូមអរគុណថ្ងៃសិលទាំងអស់នេះម្ដងទៀតសូមនឹកដល់វីរភាពនៃវីរៈកងទ័ពរបស់យើងនៅក្នុងថ្ងៃនេះសូមជម្រាបលាបាទ